សម្រាប់បងដែលជាការផ្លូវ271នៅចិត្តជីម៉ងបងអាចចូលសាករសជាតិកាហ្វេខាងយើងបានកាហ្វេខាងយើងជាប្រភេទកាហ្វេមណ្ឌលគិរីហើយកាហ្វេនេះមានរសជាតិឈ្ងុយហើយឆ្ងាញ់ណាបងហើយក៏មានរសជាតិដិតល្អដែរអញ្ចឹងសម្រាប់បងដែលចង់សាករសជាតិបែបខ្មែរកាហ្វេខ្មែរយើងគឺបងអាចមកចូលសាកកន្លែងពួកយើងបានអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតកន្លែងពួកយើងគឺនៅលើផ្លូវ271ហើយនៅម្ដុំជីម៉ុងនៅចិត្តជីម៉ុងអញ្ចឹងណាបងពួកយើងមិនមែនមានត្រឹមតែកាហ្វេទេបងពួកយើងមានមុខមេនុយផ្សេងទៀតដែរដូចជាប្រភេទបាត់ឆាក៏យើងមានលក់ដែរអញ្ចឹងបើសិនជាបងមកគឺយើងមាន menu សម្រាប់បងមើលដែរបើសិនជាបងត្រូវការញ៉ាំប្រភេទម៉ាត់ឆាអីក៏យើងមានលក់ដែរក្នុងវីដេអូនេះអញ្ចឹងភ្ញៀវគាត់យកសូកូឡាឡាតេមួយហើយនឹងគាត់យកកាហ្វេទឹកដោះគោមួយដូចខ្ញុំនិយាយអញ្ចឹងបងកាហ្វេដោះគោគឺសំខាន់អាស្រ័យទៅលើទឹកកាហ្វេរបស់យើងនឹងបើសិនជាទឹកកាហ្វេរបស់យើងអត់ឆ្ងាញ់ក៏យើងឆុងកាហ្វេមកអត់ឆ្ងាញ់ដែរហើយជាតិផ្អែមអាស្រ័យទៅលើភ្ញៀវគាត់ត្រូវការញ៉ាំប្រភេទកាហ្វេស្រាលកាហ្វេចាស់មិនគឺយើងលៃលក់តាមឲ្យគាត់តាមនឹងអញ្ចឹងតែអាហ្នឹងគឺអាស្រ័យសំខាន់បំផុតគឺទៅលើទឹកកាហ្វេរបស់យើងមកទឹកកាហ្វេរបស់យើងអត់ឆ្ងាញ់ទេក៏យើងឆុងទៅក៏អត់ឆ្ងាញ់តាមនឹងដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងបងដែលជាកាត់កុំភ្លេចចូលសាកផងណាតែផ្ស